បងប្អូនអរគ្នានេះគឺជាវីដេអូដែលនៅផ្នែកមួយចំហៀងទៀតនៃចំការនៅខាងរតនគិរីដរាយទេបាទនេះបងប្អូនមើលតែមួយចំហៀងនេះគេហៅថាជាប្រភេទស្វាយដើមធំហើយបាទស្វាយដែលគាត់ចូលអាយុ10ឆ្នាំជាងហើយបាទបងប្អូនមើលផ្លែបាទនេះបងប្អូនមើលនេះផ្លែបងប្អូននេះផ្លែទេតតែមកជុះឃើញអញ្ចឹងមិនដឹងថាទឹកដៃមិនធម្មតាដូចគេថាមែនបាទនេះបងប្អូនមើលផ្លែនោះច្រាលទៅលើទៅមកបាទមួយដើមនេះមិនក្រោម20ទៅ30គីឡូទេបូកសរុបផ្លែជាសាច់ណាបងប្អូនបាទនោះបងប្អូនមើលទៅលូបាទខ្លាំងមែនទែនបាទដោយឡែកมันនិយាយថាអូដើមធំទេបាទដើមតូចនេះក៏ចេញមកដែរបងប្អូននេះសាច់ឃើញអត់បាទអានេះគាត់ឈូសហើយបាទគាត់ឈូសបាទនេះបងប្អូនមកមើលនេះមកមើលបាទឃើញអត់បាទអានេះដើមដែលគាត់ឈូសអញ្ចឹងគាត់កាប់អាដើមចាស់ចោលត្រៀមមកដើមថ្មីបាទឥឡូវយើងទៅទស្សនានៅវីដេអូបន្តទៀតបាទបាយបាយ